លោក Trump និយាយថាគាត់លេបថ្នាំអាស្ពីរីនប្រចាំថ្ងៃខ្ពស់ជាងគ្រូពេទ្យណែនាំជំរាបសួរក៏ដូចជាសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថ្ងៃនេះខ្ញុំបានលើកឡើងនៅរឿងប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថាគាត់មានសុខភាពល្អឥតខ្ចោះលេបថ្នាំអាស្ពីរីនច្រើនជាងគ្រូពេទ្យណែនាំប្រើគ្រឿងសម្អាងដើម្បីបិទបាំងស្នាមជៀមនៅលើដៃហើយមិនធ្វើលំហាត់ប្រាណទៀងទាត់ទេព្រោះគាត់យល់ថាវាគួរឲ្យធន់នៅក្នុងបទសម្ភាសន៍ដ៏វែងមួយអំពីសុខភាពរបស់គាត់លោក Trump ក៏បានប្រាប់កាសែត Wall Street Journal ថាគាត់បានធ្វើការស្កេន SET នៅក្នុងខែតុលាបន្ទាប់ពីបានប្រាប់អ្នកយកព័ត៌មានមិនត្រឹមត្រូវថាគាត់បានធ្វើការស្កេនMRIលម្អិតបន្ថែមទៀតលោក Trump ដែលមានអាយុ79ឆ្នាំគឺជាប្រធានាធិបតីដែលមានវ័យចំណាស់បំផុតដែលត្រូវបានសម្ពោធនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកហើយសញ្ញានៃអាយុត្រូវបានបង្ហាញគាត់ហាក់ដូចជាងុយដេកនៅក្នុងការប្រជុំមួយចំនួនហើយមិនអាចស្ដាប់សំណួរបានទេកាសែតបាននិយាយថាលោក Trump បានសម្ដែងការខឹងសម្បារចំពោះការជែកដេញដោលជាសាធារណៈជុំវិញសុខភាពរបស់គាត់បាននិយាយនៅពេលចាប់ផ្ដើមការហៅទូរស័ព្ទភ្លាមថាសូមនិយាយអំពីសុខភាពម្ដងទៀតជាលើកទី25គាត់បាននិយាយនៅពេលចាប់ផ្ដើមការហៅទូរស័ព្ទភ្លាមខណៈដែលកាសែតបានរៀបចំបោះពុម្ពរឿងអំពីសុខភាពរបស់លោក Trump លោក Trump បាននិយាយថាគាត់បានលេបថ្នាំអាស្ពីរីនច្រើនជាងកម្រិតដែលបានណែនាំសម្រាប់រយៈពេល25ឆ្នាំចុងក្រោយនេះទោះបីជាគាត់បាននិយាយថាវាបណ្ដាលឲ្យគាត់មានស្នាមជៀមយ៉ាងងាយស្រួលក៏ដោយលោក Trump បាននិយាយថាពួកគេនិយាយថាថ្នាំអាស្ពីរីនល្អសម្រាប់ធ្វើឲ្យឈាមស្ដើងហើយខ្ញុំមិនចង់ឲ្យឈាមក្រាស់ហូរពេញបេះដូងរបស់ខ្ញុំទេគាត់លេបថ្នាំអាស្ពីរីន325មីលីក្នុងមួយថ្ងៃជាងកម្រិតថ្នាំ81មីលីជួនកាលត្រូវបានណែនាំដោយវេជ្ជបណ្ឌិតលោក Trump បាននិយាយថាពួកគេចង់ឲ្យខ្ញុំយកកូនតូចជាងនេះប៉ុន្តែគាត់មិនចង់បដូរទម្លាប់បន្ទាប់ពីច្រើនឆ្នាំមកហើយគាត់បាននិយាយថាខ្ញុំមានអបិយជំនឿបន្តិចលោកប្រធានាធិបតីក៏បាននិយាយអំពីការស្កេនវេជ្ជសាស្ត្រដែលគាត់បានទទួលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាតិ Walter Reed ដែលគាត់ធ្លាប់បាននិយាយថាគឺជាការស្កេនMRIលោក Trump បានប្រាប់កាសែត Journal ថាវាមិនមែនជាMRIទេគឺវាតិចជាងនោះវាជាការស្កេនវេជ្ជបណ្ឌិតសម្រាប់ Trump Nevi Kapsin Barbella បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ដល់ឲ្យកាសែតថា Trump បានឆ្លងកាត់ការស្កេន SEBO ដើម្បីបដិសេធយ៉ាងច្បាស់លាស់នៅបញ្ហាសរសៃឈាមបេះដូងហើយថាការធ្វើតេស្តនេះមិនបង្ហាញពីភាពមិនធម្មតានោះទេបន្ទាប់ពីលោក Trump ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺសរសៃឈាមវ៉ែនរ៉ាំរ៉ៃដែលជាជំងឺទូទៅចំពោះមនុស្សចាស់គាត់ត្រូវបានគេណែនាំឲ្យពាក់ស្រោមជើងបង្ហាប់ប៉ុន្តែគាត់បានបដិសេធលោក Trump បាននិយាយថាខ្ញុំមិនចូលចិត្តពួកគេទេដោយបន្ថែមថាឥឡូវនេះគាត់ក្រោកពីទោសរបស់គាត់ឲ្យបានទៀងទាត់ដែលធ្វើឲ្យការហាមជើងរបស់គាត់ប្រសើរឡើងយ៉ាងណាក៏ដោយលោកប្រធានាធិបតីបាននិយាយថាលោកមិនចូលចិត្តធ្វើលំហាត់ណាមួយជាប្រក្រតីក្រៅពីការវាយកូននោះទេលោក Trump បាននិយាយថាខ្ញុំគ្រាន់តែមិនចូលចិត្តវាគួរឲ្យធុញក៏ដើម្បីដើរលើម៉ាស៊ីនហាត់ប្រាណឬរត់លើម៉ាស៊ីនហាត់ប្រាណជាច្រើនម៉ោងដូចមនុស្សមួយចំនួនធ្វើនោះមិនមែនសម្រាប់ខ្ញុំទេលោកប្រធានាធិបតីបានបន្តថាលោកមិនបានងក់ក្បាលក្នុងពេលប្រជុំសាធារណៈឡើយដោយនិយាយថាលោកបិទភ្នែកនៅពេលខ្លះព្រោះលោកយល់ឃើញថាវាសម្រាប់ចំពោះស្នាមជៀមដែលគេឃើញនៅលើដៃរបស់លោកក្នុងរូបថតមួយចំនួនលោក Trump បាននិយាយថាឥឡូវនេះលោកបានកាន់គ្រឿងសម្អាងក្នុងករណីដែលដៃរបស់លោកត្រូវបានគូវាយលោកបានបន្តថាខ្ញុំមានគ្រឿងសម្អាងដែលអ្នកដឹងថាងាយស្រួលដាក់គឺចំណាយពេលប្រហែល10វិនាទីTrump បាននិយាយថាគាត់មិនមានបញ្ហាជាមួយនឹងការស្ដាប់របស់គាត់ទេហើយនៅពេលដែលអ្នកថតរូបបានថតរូបគាត់នៅពេលដែលគាត់ហាក់ដូចជាកំពុងដេកគាត់បាននិយាយថាពេលខ្លះពួកគេនឹងថតរូបខ្ញុំដោយព្រិចភ្នែកហើយពួកគេនឹងចាប់ខ្ញុំដោយព្រិចភ្នែក Barbella បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់សារព័ត៌មានថា Trump មានសុខភាពពិសេសនិងស័ក្តិសមឥតខ្ចោះក្នុងការបំពេញភារកិច្ចរបស់គាត់ជាមេបញ្ជាការ